Hello ហ្នឹងហើយសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឲ្យមើលរឿងនៃប្រូនីសម្រាយមួយខ្ញុំមើលទៅគួរឲ្យអស់សំណើចខ្លាំងមែនតើសួស្តីបងប្អូនអរគ្នាយើងថ្ងៃនេះគឺយើងមកសម្រាយរឿងថ្មីមួយដែលមានឈ្មោះថា One Piece ដែលជារឿងរបស់នេះគឺជាសាន់ជីងបងប្អូនកុំភ្លេចចូលដល់វីដេអូកុំភ្លេចធ្វើការជួយចុចមេដៃឬមួយបដងខមមិនម្នាក់មួយផងកុំភ្លេចជួយចុចជាវម្នាក់មួយផងខ្ញុំអ្នកទៅធ្វើវីដេអូថ្មីអូខេផ្ដើមសាច់រឿងមកនឹងយើងបានឃើញសត្វចចកច្រឡំសត្វមនុស្សពីរនាក់បានកំពុងតែធ្វើការវាយគ្នានឹងបរិមម្នាក់នេះគាត់មានឈ្មោះថាអេឡាវត្រាហើយយើងក៏បានកាត់ទៅមើលអ្វីមួយដែលកំពុងតែហូរតាមទឹកបរោះពីរនាក់នេះសានឆ្ងល់គាត់ក៏បានណែទៅយកហើយកំប៉ុងហ្នឹងក៏កាត់ទៅដល់រឿងមនុស្ស4-5នាក់នេះគាត់បានជួបជុំគ្នាហើយក៏បានឃើញនៅនារីម្នាក់ដែលមានឈ្មោះថាណាមីហើយគាត់ក៏បានអង្គុយមើលសមុទ្រអត់បានងាកមកវិញបានឃើញបរិមម្នាក់ផ្ទាំងស្អាតហើយបរិមអ្នកនោះក៏បាននិយាយថាសុំស្រឡាញ់បានអត់ណាមីក៏បាននិយាយថាអត់ទេខ្ញុំមិនតន់ស្រឡាញ់អ្នកទេពេលនោះណាមីគឺពិតជានិយាយថាខឹងខ្លាំងមែនតែនហើយក៏បានរវាយបរិមអ្នកនោះក៏បានភ័យយ៉ាងខ្លាំងហើយកំប៉ុងនោះក៏បានលេចខ្លាំងមកដល់លើទូកសានីដែរហើយបន្ទាប់មកបរិមពីរអ្នកនេះក៏បានលើកមកហើយស្រែកម៉ាងមាត់ធំដាក់លើទូកនោះហើយក៏បានដឹកយកទៅវាយដំហើយក៏បានជិះទូកដាំងអូខេហើយខ្ញុំសូមបញ្ជាក់មួយរឿង One Piece គឺថាអាចធ្វើបានគ្រប់យ៉ាងហើយនៅលើទូកមួយនេះក៏កំពុងតែក្រុមរបស់ទូកចៅរបស់សាននីក៏បានរត់ហើយបរិមអ្នកនេះក៏បានភ័យហើយបន្ទាប់មកយើងក៏បានឃើញតួមួយថ្មីនោះគឺមានឈ្មោះថាបរោះប៉ូលីសឃើញជីទូកហើយយើងក៏បានឃើញនៅកូឌីរ៉ូជើគីកូម៉ូរីហើយយើងក៏បានឃើញនៅទស្សនភាពមួយដ៏អស្ចារ្យនោះគឺទូកចេះនិយាយទូកណាចេះនិយាយប្រូគាត់ក៏បាននិយាយថាអូទូកចេះនិយាយខ្ញុំមិននឹកស្មានសោះហើយក៏បានកាត់មកដល់តួមួយដែលមានឈ្មោះថាខូប៊ីគាត់ក៏បាននិយាយថា Hello ចាយហើយក៏ម៉ាប់ហើយមីមួយនេះគាត់ក៏បាននិយាយថាយើងនឹងខឹងឯងយើងនឹងវាយឯងពេលនោះខូប៊ីបាននិយាយថាចាយក៏ម៉ាប់កុំវាយខ្ញុំហើយក៏បានកាត់ទៅដល់នារីម្នាក់ឈ្មោះថាណាមីហើយក៏បានទាត់តាប៉ែនេះមួយជើងចំពងក្តរហើយតាប៉ែនោះក៏បាននិយាយថាខ្ញុំមិនដឹងអីទេកុំវាយខ្ញុំអ្នកនាងហើយគាត់ក៏បាននិយាយថាអូខូប៊ីតើឯងទៅណាហើយទីនោះមានកាមេរ៉ាសុវត្ថិភាពខូប៊ីក៏បានចង់ទៅលួចអ្វីមួយនោះហើយគាត់ក៏បានទៅរុញធុងនោះហើយរឿងរបស់យើងក៏បានកាត់មកដល់ប្រូនេះដើរមកដល់ដែរហើយគាត់ក៏បានតនេះគឺជាចៅ3នាក់មានឈ្មោះថាចៅទី1កម្មាត់ទី1មានឈ្មោះថាចៅត្រីចៅទី2មានឈ្មោះថាចៅចាប់ចៅទី3មានឈ្មោះថាចៅកំកែបអូខេបងប្អូនយើងកាត់មកដល់ទីនេះក្រុមចៅក៏បាននិយាយថាតើឯងចង់ធ្វើអ្វីខូប៊ីក៏មិននេះស្អីដែរក៏បានឃើញលូហ្វីអូមិនមែនលូហ្វីទេបងប្អូនច្រឡំសានជីងក៏បានហក់មកដល់វាយអាប៉ែចៅ3នាក់នោះក៏បានដេកសន្លប់ហើយខូប៊ីក៏បាននិយាយថាអរគុណសានជីងក៏មិននិយាយអីច្រើនដែរគាត់ក៏បានឲ្យគេតារ៉ូអីឲ្យគាត់ញ៉ាំពេលនោះសានជីងញ៉ាំឡើងអស់20លានហើយខូប៊ីក៏បាននិយាយលួងលោមរបស់លូហ្វីថាមិនអីទេហើយលូហ្វីក៏បាននិយាយថាអរគុណឯងហើយសានជីងហើយខូប៊ីបាននិយាយថាជួយខ្ញុំផងខ្ញុំចង់រត់ចេញពីទីហ្នឹងហើយតមកលូហ្វីឯងកំសាកម៉េះហើយតមកក៏ឃើញពីលើចែម៉ាប់ធ្លាក់មកពីលើហើយលូហ្វីក៏ភ្ញាក់ផ្អើលខ្លាំងមែនតើហើយតមកចែម៉ាប់នឹងនិយាយថាអេណាខូប៊ីអូចាខូប៊ីវារពួនបាត់ហើយខ្ញុំចង់រត់ចេញពីទីហ្នឹងចាខ្ញុំរត់ចេញឥឡូវហើយបាទតែម៉ាប់និយាយថាឯងនឹងស្លាប់ហើយលូហ្វីក៏បានរត់ទៅរងឲ្យខូប៊ីក៏បានភ័យខ្លាំងមែនតែនខូប៊ីយំហើយតែមកលូហ្វីក៏បានរត់ចូលវាយជាមួយពួកកប៉ែកប៉ុកចោលសមុននោះលូហ្វីខ្លាំងមែនតែនមួយដៃចុកក្តរខ្លាំងមែនតែនហើយមកលូហ្វីក៏បានហោះហើយដល់មកអាមួយពាក់ពណ៌ស្វាយនេះគប់ត្រូវគ្នា3នាក់ដួលទាំង3នាក់ហើយដល់មកលូហ្វីក៏បានរត់ចេញពី
ពួកអាចោសមុទ្រកាប៉ីកំប៉ុងលូហ្វីនិយាយថាអាចហើយនឹងស្លាប់ហ្គា